តនោះខ្ញុំនៅទីនេះហើយតែខ្ញុំមិនហ៊ានចេញឲ្យលោកឃើញទេព្រោះអីលោកជាសត្វសាហាវពូកែអស់ចានណាស់ខ្ញុំខ្លាចលោកសម្លាប់ខ្ញុំតាមពិតអញ្ចឹងតើមិនអីទេចេញមកយើងមិនស៊ីឯងទេអត់ទេតើតែលបងខ្លាព្រមឲ្យខ្ញុំចងសិនឯងស្មានថាយើងល្ងងឲ្យឯងចងបានងាយងាយមែនទេនេះហើយជាមូលហេតុបើលបងមិនឲ្យខ្ញុំចងណានាទៅទុកចិត្តនោះលបងច្បាស់ជាស៊ីខ្ញុំមិនខានទេម្យ៉ាងទៀតលបងខ្លាខ្លាចស្អីទៅព្រោះចំណងនេះมันអាចទុកកម្លាំងដល់មហិមារបស់បងបានទេឯងនិយាយក៏ត្រូវដែរបានប្រាប់មកតើធ្វើបែបណាសុំលបងបាត់ភ្នែកសិនទៅខ្ញុំនឹងចងលបងសំណាងបានយកចំណងយ៉ាងមាំចងមាត់ខ្លាជាប់ព្រមទាំងយកខ្សែមាំចងនឹងដងនឹងកលផងដែរអស់ចានណាស់មើលទៅលបងសាច់ទលុកទលុនហើយថែមទាំងកម្លាំងខ្លាំងទៀតដូច្នេះសូមលបងជួយភ្ជួរដីឲ្យខ្ញុំផងទៅមកលបងបើកភ្នែកវិញមកសំណាងបានចាប់ខ្លាព្យួរស្រែទៅមកក្នុងគ្រានោះមេភូមិក៏បានដើរមកឃើញសកម្មភាពរបស់សំណាងដែលអាចបង្ក្រាបខ្លាបានក្មួយសំណាងអាចចាប់ខ្លាព្យួរដីបានពិតជាអស្ចារ្យណាស់បែរដែរលោកអ៊ំលើកទី1ហើយដែលឃើញបែបនេះសម្ដាពូកែមែនពិតជាលយមែនតែមងសំដាងអើយណែប្រយ័ត្នផងណាបាទលោកពូខ្ញុំមិនអីទេឃើញថាសំណាងពិតជាអាចបង្ក្រាបខ្លាបានបែបនោះមេភូមិសប្បាយចិត្តណាស់រួចក៏បានដើរទៅហួសទាំងក្តីសប្បាយចិត្តឆាប់ឡើងលបងខ្លាខ្លាំងយ៉ាងនេះមិនក៏ដើរយឺតខ្លាំងម្ល៉េះទៅខ្លាត្រូវបានសំណាងចង់មាត់ជាប់វាមិនអាចនិយាយបានទេចំណែកសំណាងវិញទាញខ្សែតៃវីផងដំផងរហូតធ្វើឲ្យខ្លាឈឺចាប់និងមានរបួសពាសពេញខ្លួនយ៉ាងម៉េចដែរឯងចង់មើលងាយខ្សែចំណងនេះមែនទេខ្សែនេះទោះជាឯងមានកម្លាំងខ្លាំងយ៉ាងណាក៏មិនអាចផ្ដាច់វាបានដែរសំណាងវាហើយវាទៀតរហូតធ្វើឲ្យខ្លាទ្រាំមិនបានក៏បានលុតជង្គង់ដូចសន្លប់តែម្ដងថ្ងៃនេះប៉ុណ្ណឹងចុះសង្ឃឹមថាឯងភ្ញាក់កាលណារត់ចូលទៅក្នុងព្រៃជ្រៅលែងត្រឡប់មកវិញទៅចុះសំណាងបានស្រ័យចំណងខ្លារួចចូលភ្លើងដុតកន្ទុយបណ្ដាលឲ្យវាភ្ញាក់រត់ចូលព្រៃបាក់ភ្លាមឡើងហើយដេកត្រឡោមទៅចុះអាខ្លាកំសត់អើយឯងឈប់មកទីនេះទៀតដោយឃើញថាសត្វខ្លាដែលជាសត្វសាហាវក៏ត្រូវបានសំណាងបង្ក្រាបបានបែបនោះសត្វទាំងឡាយក៏បានប្រជុំគ្នាថាបងប្អូនពួកយើងចូលព្រៃកាន់តែជ្រៅកាន់តែមានសុវត្ថិភាពឈប់ចូលមកក្បែរក្នុងភូមិទៀតទៅពួកគេឆ្លាតជាងពួកយើងរាប់រយដងឯនោះណាមែនហើយព្រៃនេះធំណាស់មិនខ្វះចំណីអាហារទេពួកមនុស្សរស់ដោយមនុស្សចំណែកពួកយើងជាសត្វត្រូវរស់នៅដោយសត្វមែនហើយបងប្អូនចចកខ្ញុំរស់នៅបែបបងប្អូនចចកពួកខ្ញុំសម្រេចចិត្តហើយពួកយើងនឹងទៅរស់នៅឲ្យឆ្ងាយពីពួកមនុស្សហើយមែនហើយថ្ងៃនេះមិនស្លាប់រាប់ថាសំណាងហើយចុះបើពួកគេសម្លាប់ពួកយើងវិញនោះគ្មានសំបីតែអង្គុយទីនេះប្រជុំគ្នាទេខ្ញុំសម្រេចហើយថាអត់ទៅរំខានអ្នកស្រុកទៀតទេចំណែកខ្ញុំវិញលឺបងនិយាយអញ្ចឹងខ្ញុំមិនហ៊ានទៅទេត្បិតអីពួកគេពូកែធ្វើអន្ទាក់ណាស់ហើយថែមទាំងពូកែច្នៃប្រឌិតទៀតផងខ្ញុំនឹងនាំកូនចៅទៅក្នុងព្រៃជ្រៅហើយពិភាក្សាគ្នាអស់ហើយពពួកសត្វទាំងឡាយក៏បានចែកផ្លូវគ្នាស្វែងរកជម្រកក្នុងព្រៃជ្រៅរៀងខ្លួនចំណែកឯសំណាងនោះវិញបងប្អូនទាំងអស់គ្នាសំណាងជាមនុស្សក្លាហានមានឆន្ទៈធ្វើកិច្ចការធំហ៊ានលះបង់ផ្សងគ្រោះថ្នាក់ក្នុងជីវិតផ្ទាល់ខ្លួនដើម្បីធ្វើកិច្ចការផ្ដល់ប្រយោជន៍រួមនោះគឺជាការជួយដល់អ្នករាល់គ្នាដូច្នេះចាប់ពីពេលនេះខ្ញុំសម្រេចថាលើកសំណាងធ្វើជាមេភូមិអាណត្តិថ្មីនេះហើយសូមអបអរណាបងបានសំណាងនេះហើយដែលមិញអាចមានប្រាក់ពីការលក់បន្លែមកវិញមិញអរគុណហើយណាហើយក៏ចូលរួមអបអរសាទរផងដែរណាក្មួយបាទអរគុណហើយអ្នករាល់គ្នាខ្ញុំនឹងសន្យាថានឹងមើលថែភូមិយើងឲ្យបានល្អបំផុតអរិយៈពេលជាច្រើនឆ្នាំសំណាងបានដឹកនាំមើលថែអ្នកភូមិបានយ៉ាងល្អជាពិសេសពួកគេមានជីវភាពល្អគ្រប់គ្នាលុះពេលសំណាងចាស់ទៅកូនវាសនាពុកចាស់ហើយដូច្នេះពេលនេះពុកចង់ប្រាប់កូនថា
ទោះជាសត្វព្រៃមករំខានមនុស្សលោកម្ដងម្កាលតែពួកគេក៏ជាចំណែកសំខាន់នៃធម្មជាតិពួកគេមានសិទ្ធិតាមរបៀបជាសត្វរបស់ពួកគេកូនកុំសម្លាប់ពួកគេឲ្យសោះណាព្រោះពួកគេក៏មានក្តីស្រឡាញ់ចំពោះសាច់ញាតិដែរហើយក៏ចង់រស់នៅបានសុខសាន្តដូចជាយើងដែរកូនត្រូវចេះស្រឡាញ់ការពារសត្វព្រៃណាស់ដឹងទេបាទពុកកូនសូមសន្យាថានឹងមិនប៉ុនប៉ងសម្លាប់សត្វព្រៃទេណាពុក សំណាងនិងកូនប្រុសតែងតែជួយសង្គ្រោះសត្វព្រៃព្រមទាំងបណ្ដោះគំនិតនៃការស្រឡាញ់ចំពោះសត្វព្រៃដល់មនុស្សគ្រប់គ្នាចាប់តាំងពីពេលនោះមកមនុស្សទាំងឡាយក្នុងភូមិក៏រស់នៅយ៉ាងសុខសាន្តចំណែកសត្វព្រៃទាំងអស់ក៏រស់នៅបានសុខតាមរបៀបពួកគេផងដែរ